កណាចឹងមើលក្នុងសេចក្តីផ្ដើមដំបូងរឿងព្រះចក្របាលថែណាដែលជារឿងនៅក្នុងភាគ1នៅក្នុងរឿងធម្មបទគាថានឹងឯងដែលនៅក្នុងគាថាធម្មបទនេះដែលសម្ដែងនៅក្នុងធម្មបទដែលមានន័យថាអត្ថកថាធម្មបទភាគ1ត្រង់ខត្តកនិកាយគាថាធម្មបទយមកវៈវណ្ណនីហើយនៅក្នុងរឿងភាគ1នេះមានចំនួន14រឿងកណាមានចំនួន14រឿងហើយព្រះចក្របាលថែនេះរឿងទី1កណាហើយរឿងទី2រឿងមត្តកន្តលីរឿងទី3រឿងព្រះទេសៈកណារឿងទី4រឿងការកើតឡើងនៃនាងយកណីនៅរឿងទី5ភិក្ខុកោសំពីហើយរឿងទី6គឺចលកាលនិងមហាកាលមិនឃើញអត់មិនឃើញអត់ណារឿងទី7រឿងព្រះទេវទត្តរឿងទី8រឿងសញ្ជ័យណារឿងទី9គឺរឿងព្រះនន្ទថេរឿងទី10រឿងនាយចន្ទៈសោការិកៈណារឿងទី11រឿងធម្មិកឧបាសករឿងទី12រឿងរឿងទេវទត្តដដែលណាហើយរឿងទី13រឿងនាងសុមនីទេវីនៅរឿងទី14រឿងភិក្ខុជាសម្លាញ់នឹងគ្នាពីររូបអញ្ចឹងអាហ្នឹងភាគ1ណាបងភាគ1គឺគេថាយមកវៈមាន14រឿងឃើញអត់ឃើញទេថាឃើញអត់ដែលមើលតែសភៅដែលកណាសេនឲ្យហ្នឹងទៅហើយឃើញរឿងព្រះចក្របាលថែកណាអញ្ចឹងយើងសិក្សាសារដើមរឿងភាគ1រឿងព្រះចក្របាលថេណាអញ្ចឹងដោយសេចក្តីដើមមានបច្ឆាថាព្រះអង្គពាក្យថាបច្ឆាហ្នឹងគឺគេសួរណាបច្ឆារីសំណួរឬក៏គេហៅថាបច្ចកថែមានន័យថាអ្នកដែលសួរឬក៏មហាថែអញ្ចឹងអានេះកណាអានសេចក្តីដើមមានន័យទាំងស្រុងឃើញអត់ឃើញទេឃើញគេដាក់មានបច្ឆាបងនោះមានឃើញទេនោះកណាមិនអានកណាសេនទៅឲ្យហ្នឹងមិនអាននេះដូចអត់អានហ្នឹងរវល់ពេកទេរវល់ពេកតែចឹងទៅលេងអានលេងអីអស់រឿងស្អីក៏ដោយវាអត់មានកើតចេញពីការស្ដាប់មួយយ៉ាងទេបងត្រូវតែអានអ្វីដែលមានហ្នឹងអានឲ្យចប់បើកណាប្រាប់ថាឲ្យអានគឺអានបើអានมันមានមូលដ្ឋានក្នុងការយល់ហើយបើយើងចាំតែស្ដាប់អញ្ចឹងវាមិនអីត្រូវយល់យើងអានហើយយើងអត់យល់កន្លែងណាយើងណូតទុកដើម្បីយកមកសួរនេះបើយើងអត់អានអញ្ចឹងវាស្មើនឹងអត់រៀនហ្នឹងចាប់ពីពេលហ្នឹងទៅយើងនាំអ្នកអានមើលខ្ជិលអីនឹងអានកុំខ្ជិលរឿងអានហ្នឹងហើយទោះបីតែខ្ជិលអានមកចាំតែរៀនអញ្ចឹងមិនត្រូវតែយើងត្រូវចេះខ្លួនឯងដែរអានេះគាត់ថាបន្ទាប់បន្សំទេដូចយើងបដៅលោកនេនហ្នឹងថាម៉េចថាព្រះអង្គឯងរៀនជាមួយកណាបានតែ 40% 50% ទេដល់ព្រះអង្គឯងរៀនខ្លួនឯងវាបាន 50% ទៀតហើយតែយើងខ្លួនឯងអត់មើលហងហើយជាបដៅលោកមិនត្រូវលឺហ៎កុំខ្ជិលអានណាមិនទូរស័ព្ទមិនអីហ្នឹងគឺដើម្បីជាមូលដ្ឋានណាសួរអត់ដឹងអីហងអីងាប់ដល់កហើយណារឿងទី1ព្រះចក្របាលថែអញ្ចឹងវាមានសេចក្តីផ្ដើមឬក៏គេហៅថា
បច្ឆាថាព្រះធម្មទេសនាជាដំបូងកណាដែលមានសេចក្តីផ្ដើមថាធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតមានចិត្តជាធំសម្រាប់អំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសសាក់ប្រទូហើយពោលក្តីធ្វើក្តីនៅទុច្ចរិតព្រោះទុច្ចរិតនោះទាំងនោះណាទុករមែងជាប់តាមបុគ្គលនោះទៅដោយកង់រទេះវិលតាមដានជើងគោដែលកំពុងអូសនឹមទៅដូច្នេះព្រះសាស្តាទ្រង់សម្ដែងហើយនៅក្នុងទីណាមានន័យថាព្រះសាស្តាហ្នឹងទ្រង់សម្ដែងហើយនៅក្នុងទីណានេះបងពេលដែលទេសនាហ្នឹងគេមិនមែនមកអានអញ្ចឹងទាំងអស់ទេយល់ទេគេត្បិចធ្វើម៉េចដើម្បីឲ្យយល់បើនិយាយពីរឿងគឺនិយាយរឿងហ្មងបើបញ្យល់អំពីគាថាគឺបញ្យល់គាថាគេសម្ដែងរឿងពីផ្ដើមនេះគេចាំនៅអាគាថាហ្នឹងតើគេសម្ដែងទៅពេលណាព្រះអង្គសម្ដែងពេលណាចាំហៅថាដូចនៅក្នុងបគាថាមួយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមโนពពាំងកមាធម្មារហូតចឹងមកចឹងបគាថាហ្នឹងដោយឲ្យព្រះដោយពុទ្ធគាថានេះដោយហេតុដែលឲ្យព្រះអង្គសម្ដែងបគាថាហ្នឹងវាមានរឿងហេតុនេះណែឃើញទេវាមានរឿងហេតុអញ្ចេះហើយបគាថាហ្នឹងគឺទ្រង់ប្រពចំពោះអ្នកណាគឺដោយបគាថានេះព្រះសម្មាសម្ពុទ្ធទ្រង់ប្រពចំពោះអ្នកណាណាកណាទ្រង់ប្រពចំពោះព្រះចក្របាលិតណាព្រះចក្របាលិតថែហ្នឹងហើយបើ10ទឹកសុទ្ធឡាយមកកណាចឹងយើងនិយាយអំពីណែដោយយើងទេសនាអញ្ចឹងយើងថាម៉េចអាហ្នឹងលក្ខណៈរៀនទេសនាអាត្មាលើកបគាថាមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រពចំពោះព្រះចក្របាលថែដែលមានសេចក្តីថាមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាលក្ខនឹងទៅហើយយើងប្រែបល័យហ្នឹងឲ្យគេស្ដាប់មកធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតមានចិត្តប្រសើរបំផុតមានចិត្តជាធំសម្រាប់អំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសៈបទុហើយពោលក្តីធ្វើក្តីនៅទុច្ចរិតព្រោះទុច្ចរិតទាំងនោះទុករមែងជាប់តាមបុគ្គលនោះទៅដោយកង់រទេះវិលតាមដានជើងគោដែលកំពុងអូសនឹមទៅអញ្ចឹងយើងចាប់ផ្ដើមបន្តទៀតថាមូលហេតុដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអញ្ចឹងជាមួយនឹងព្រះចក្របាលថេរហើយរឿងរ៉ាវរបស់ព្រះចក្របាលថេរនេះគឺមានសេចក្តីទាំងស្រុងដូចតទៅអញ្ចឹងមកឃើញទេអញ្ចឹងយើងលើកពីសាច់រឿងពីបបហេតុដែលព្រះអង្គបានប្រពជាមួយនឹងព្រះចក្របាលថេរហ្នឹងតើមូលហេតុអីបានព្រះអង្គប្រពយល់ទេបងណាមូលហេតុអីបានជាព្រះអង្គប្រពនៅព្រះបច្ចកបាលថេរហ្នឹងហើយមានរឿងយ៉ាងណាអញ្ចឹងក៏យើងចាប់ផ្ដើមចូលសេចក្តីហ្នឹងមកអញ្ចឹងនេះកណាគាត់ទៅបញ្យល់ប្រាប់នៅក្នុងដំណើរដើមតងនៃព្រះចក្របាលថេរទេហើយនឹងពាក់ព័ន្ធជាមួយនឹងបគាថាយើងបានយល់ហើយថ្ងៃមុនហ្នឹងយើងបានអត្ថាធិប្បាយណាចេះអស់ហើយតែអ្វីដែលសំខាន់នៅពេលនេះយើងចង់ដឹងអំពីរឿងរ៉ាវដែលលម្អិតអំពីរឿងហ្នឹងណាព្រះអង្គទ្រង់ត្រាស់សម្ដែងហើយនៅក្នុងក្រុងសាវត្ថីមានន័យថាព្រះអង្គសម្ដែងបគាថាហ្នឹងនៅណាកណានៅក្នុងក្រុងសាវត្ថីចាំមានន័យថាព្រះអង្គប្រពនៅបគាថានេះនៅក្នុងក្រុងសាហ្នឹងតើព្រះសម្មាសម្ពុទ្ធព្រះអង្គប្រពចំពោះនរណាជាមួយអ្នកណាហើយនៅទីកន្លែងណាអាបច្ឆាហ្នឹងណាយល់ទេបច្ឆារីសំនួរនេះដល់ពេលហើយបានគេអានេះលក្ខណៈគេប្រែនេះទៅតាមព្រះធម្មបទណាព្រះធម្មបទភាគ1ក្នុងរឿងអញ្ចឹងវាមានការប្រែអញ្ចឹងតែយើងយកមកកែច្នៃ
រៀបចំជាសាច់រឿងហ្នឹងដោយខ្លួនឯងដើម្បីឲ្យបានយល់បើកាលណាសំដែងទៅតាមកាពីអត់យល់ទេគេស្ដាប់អត់បានទេប៉ុន្តែដល់ខ្លួនឯងអ្នកសំដែងនឹងឯងអ្នកក្បាច់នឹងឯងយល់ដែរអញ្ចឹងដល់ពេលហ្នឹងមានវិសាចនីថាអានេះវិសាចនីគឺចម្លើយហ៎បងមើលឃើញឃើញវិសាចនីវិសាចនីហ្នឹងថាចម្លើយអញ្ចឹងព្រះអង្គទ្រង់ប្រពព្រះចក្របាលថេចាំមិនន័យថាមិញគេសួរថាប្រពចំពោះអ្នកណាអញ្ចឹងវិសាចនីមកឆ្លើយថាប្រពចំពោះព្រះចក្របាលថេអញ្ចឹងនិយាយអំពីនេះឃើញគេ note ទេណាគេគូបន្ទាត់ហ្នឹងគេនិយាយអំពីកដុំ2បើនៅក្នុងគម្ពីរធម្មបទគេប្រែគេលោតប្រយោគថាម៉េចកដុំ2កោឬកដុំ2អីគេកដុំ2កាក់ណាកដុំ2កដុំ2កាក់អីចឹងមកកដុំ2ចឹងមកណាមែនតែកដុំ2កោឬកោ2ដុំណាកដុំ2កោឬកដុំ2យល់ទេបងអញ្ចឹងគឺពាក្យថាកដុំ2នេះព្រះអង្គត្រូវឆ្វែងយល់ដែរអ្នកមាននៅក្នុងស្រុកស្រែមានដោយសារគោក្របីឬក៏ដីស្រែចម្ការណាមានដោយសារដីស្រែចម្ការអាហ្នឹងកដុំពាក្យថាកដុំ2គឺជាសេដ្ឋីដែរគឺសេដ្ឋីស្រុកស្រែអញ្ចឹងគេនិយាយអំពីកដុំ2ធ្វើពិធីសុំបុត្រមានន័យថាអត់មានកូនដោយបានស្ដាប់មកហើយនៅក្នុងក្រុងសាវត្ថីមានកដុំ2ម្នាក់ឈ្មោះថាមហាសុវណ្ណណាជាអ្នកស្ដុកស្ដំមានទ្រព្យមានសម្បត្តិច្រើនតែមិនមានបុត្រមានន័យថាគាត់ហ្នឹងដែលមានឈ្មោះថាមហាសុវណ្ណហ្នឹងគាត់ហ្នឹងអត់មានអីអត់មានបុត្រទេតែមានទ្រព្យសម្បត្តិហ្នឹងច្រើនណាស់ថ្ងៃមួយគាត់បានធ្វើដំណើរទៅកំពង់ទឹកងូតស្រេចហើយត្រឡប់មកឃើញដើមឈើធំដែលជាម្ចាស់នៃព្រៃមួយមានន័យថាអានេះកណាអត្ថាធិប្បាយបញ្យលនៅក្នុងសាច់រឿងណាបងថ្ងៃមួយគាត់បានធ្វើដំណើរទៅកំពង់ទឹកងូតស្រេចហើយមានន័យថាគាត់ទៅងូតទឹកនៅកំពង់ទឹកមួយបន្ទាប់មកគាត់ងូតទឹករួចរាល់ណារួចរាល់ហើយស្រេចបាច់ហើយក៏ត្រឡប់មកវិញក៏ឃើញដើមឈើធំដែលជាម្ចាស់ព្រៃមួយដើមមែនន័យថាឃើញដើមឈើហ្នឹងធំជាងគេនៅក្នុងព្រៃហ្នឹងមួយដើមហ្នឹងមែនន័យថាម្ចាស់នៃព្រៃហ្នឹងចាំមែនថាយល់អាពាក្យថាដើមឈើធំដែលជាម្ចាស់នៃព្រៃយល់អត់មែនន័យថាដើមឈើហ្នឹងគឺវាធំជាងគេនៅក្នុងព្រៃហ្នឹងណែតែយល់ចឹងអញ្ចឹងបើកាលណាដើមឈើណាដែលធំជាងគេដើមឈើហ្នឹងឯងជាម្ចាស់ហើយមិនចឹងជាម្ចាស់នៃព្រៃហើយឥឡូវដូចយើងចឹងដូចមនុស្សនៅក្នុងមួយក្រុមហ្នឹងនៅក្នុងវត្តហ្នឹងអង្គហ្នឹងធំជាងគេណាចៅដីកាគេថាធំនៃមនុស្សទាំងឡាយអញ្ចឹងដើមឈើហ្នឹងធំជាងគេអញ្ចឹងយើងនៅពេលដែលយើងទេសនាយើងអត់មែនទេណាទៅថាអញ្ចឹងទេទៅអានដូចអ្វីដែលនៅក្នុងគម្ពីរហ្នឹងគឺពេលណាស្ដាប់យល់ទេណាបងយើងត្រូវចេះបត់បែនអញ្ចឹងទៅចេះយល់នៃនៅក្នុងហ្នឹងអញ្ចឹងបានកណ្ដាលបរិញ្ញាហ្នឹងគឺដើម្បីឲ្យចេះអញ្ចឹងយល់ទេពេលដែលយើងលើករឿងមកយើងដឹងកន្លែងត្រូវនិយាយចេះអានេះជាភាសាការរៀបរៀងណាកុំនិយាយទៅតាមហ្នឹងយើងនិយាយធ្វើម៉េចឲ្យយើងយល់ផងគេយល់ដែរយើងនឹងចេះឲ្យគេយល់អត់ណាកុំឲ្យលេងណាអាត្មាភាពសូមលើករឿងមួយហើយដល់ពេលមកដល់កន្លែងងូតទឹកហ្នឹងងូតស្រាច់ហើយត្រឡប់មកឃើញដើមឈើធំដែលជាម្ចាស់នៃព្រៃងាប់ណាស្ដាប់យល់អញ្ចឹងដើមឈើធំដែលជាម្ចាស់នៃព្រៃមែនទេពេលនោះណាសវណ្ណមហាសវណ្ណហ្នឹងត្រឡប់មកវិញពីងូតទឹកវិញក៏ត្រឡប់មកឃើញដើមឈើធំមួយនៅក្នុងព្រៃហ្នឹងណាឬក៏ដើមឈើដែលធំជាងគេនៅក្នុងព្រៃនោះណាមួយដើមមានមេឃសម្បូរនៅក្នុងចន្លោះផ្លូវគិតថាដើមឈើនេះនឹងមានទេវតាដែលមានស័ក្តិធំស្ថិតនៅដូច្នេះហើយចាំមែនទេយើងទៅពេលដល់ពេលកន្លែងហ្នឹងយើងត្រូវថាម៉េចដើមឈើនោះបុរសហ្នឹងក៏បានគិតថាបើដើមឈើធំម្លឹងច្បាស់ជាមានទេវតាដែលជាអ្នកអថែរក្សានៅទីនោះហើយ
ឬក៏ទេវតាដែលថាដែលជាអ្នកមានស័ក្តិធំហ្នឹងគឺស្ថិតថែរក្សានៅក្នុងដើមឈើនោះហើយឃើញទេជាអរុក្ខទេវតាដូច្នេះហើយទើបឲ្យគេជំរះចំណែកខាងក្រោមនៃដើមឈើនោះឲ្យស្អាតហើយមែនទេដល់ពេលយើងទេសយើងថាម៉េចបន្ទាប់មកក៏បុរសហ្នឹងណាមហាសវណ្ណហ្នឹងបានបញ្ជាឲ្យអ្នកបម្រើទាំងឡាយនឹងឯងសម្អាតនៅខាងក្រោមដើមឈើនៅគល់ឈើហ្នឹងណាគល់ឈើព័ទ្ធជុំវិញធ្វើម៉េចឲ្យស្អាតមិនមែនទៅឈូសដើមឈើទេចាំមានន័យថាសម្អាតស្មៅតូចអីសម្រាមអីដែលនៅដើមឈើហ្នឹងឲ្យស្អាតយល់ទេហើយឲ្យធ្វើជារបងព័ទ្ធជុំវិញគៀខ្សាច់លើទង់ជ័យនិងលើកទង់ជ័យនិងទង់បដាឡើងតបតែងដើមឈើម្ចាស់ព្រៃហើយធ្វើសេចក្តីប្រាថ្នាគឺបន់ស្រន់មានន័យថាម៉េចរៀបចំទង់រៀបចំបដារៀបចំឲ្យស្អាតតបតែងដូចកន្លែងធ្វើបន់អញ្ចឹងណានៅក្រោមដើមឈើហ្នឹងនេះអាកន្លែងម្ចាស់នៃព្រៃទៀតអញ្ចឹងគេប្រែទៅតាមស័ព្ទណាបងគេអត់ទាន់បញ្យល់យើងទេគេអត់ទាន់ញែកឲ្យដាច់ទេអាហ្នឹងគឺគេមិនទាន់សង្ខេបទេអាហ្នឹងគឺគេមានប្រមាណគេដាក់ប៉ុណ្្នឹងណាអាហ្នឹងមកទាំងដុលហ្មងហ៎បងយល់អត់មកទាំងដុលទៅហ្មងគឺគេអត់ទាន់ច្រិតអត់ទាន់ជ្រាអីទេកណាអញ្ចឹងក៏តបតែងដើមឈើព្រៃហើយធ្វើសេចក្តីប្រាថ្នាគឺបន់ស្រន់ប្រាថ្នាថាម៉េចខ្ញុំម្ចាស់បានខ្ញុំម្ចាស់គឺបន់ស្រន់ថាខ្ញុំម្ចាស់បានបុត្រឬធីតាពាក្យថាធីតាហ្នឹងស្រីទេបងមិនថាកូនប្រុសឬក៏កូនស្រីហើយនឹងធ្វើសក្ការៈធំថ្វាយដល់លោកបែរន័យថាហើយគេមិនទេគេមិនថាអញ្ចឹងណាបុរសហ្នឹងបានតាំងនៅសេចក្តីប្រាថ្នាថាអញ្ចេះប្រសិនណាបើខ្ញុំម្ចាស់បានទទួលបានបុត្រហ្នឹងមិនថាជាបុត្រប្រុសឬក៏បុត្រស្រីទេប្រសិនណាបើបានដោយសេចក្តីប្រាថ្នាពិតមែនខ្ញុំនឹងធ្វើគ្រឿងសក្ការៈបូជាថ្វាយយ៉ាងធំណាថ្វាយចំពោះលោកដែលជាអ្នកថែរក្សាជាម្ចាស់ដើមឈើនោះឬក៏ម្ចាស់ព្រៃហ្នឹងអញ្ចឹងក៏មហាសវណ្ណហ្នឹងបានតាំងនៅសេចក្តីប្រាថ្នាអញ្ចឹងទៅសុំបែបហ្នឹងហើយដើរជិះចេញទៅណាវិលត្រឡប់ទៅវិញទៅតែពេលណូតទី2គេដាក់ម៉េចណូតទី2គេដាក់ថាកដុំ2បានបុត2នាក់អញ្ចឹងដល់ពេលដែលចេញពីកដុំ2មកអញ្ចឹងមានន័យថាម៉េចបងបានកូននៅណាបានកូននៅបានហើយបើគេដាក់ថាកដុំ2បានបុតទៅហើយកដុំ2ហ្នឹងគឺជាមហាសវណ្ណណាបងណាក្នុងកាលជាលំដាប់មកភរិយារបស់សេដ្ឋីបុត្រក៏តាំងគរញ៉ែឃើញទេក៏តាំងគរមានន័យថាអានេះចូលដល់សាច់រឿងមានន័យសាច់រឿងហ្នឹងគឺដល់សាច់រឿងពេលដែលកដុំ2បានបុត្រ2នាក់តែនេះគេសម្រាយរឿងឃើញទេសម្រាយរឿងក្នុងការជាលំដាប់មកបន្ទាប់ពេលដែលយើងនេះពេលដែលយើងទេសយើងថាបន្ទាប់ពីកដុំ2បានបន់ស្រន់ហើយសេចក្តីប្រាថ្នាក៏បានសម្រេចក្នុងការជាលំដាប់មកភរិយារបស់សេដ្ឋីបុត្រក៏តាំងគរលោកក៏ឲ្យពិធីគរបរិហារដល់នាងណាលោកក៏បានដល់មានន័យថាធ្វើពិធីគម្រប់ហួបណាដល់ណាដល់ប្រពន្ធរបស់លោកនឹងឯងណាពិធីរក្សាគរដល់នាងលោកកន្លងទៅ10ខែនាងប្រសូតបុត្រម្នាក់សេដ្ឋីដាក់ឈ្មោះថាបុត្រនោះថាប៉ាលៈណាព្រោះកូននោះដែលខ្លួនបានមកហើយព្រោះអាស្រ័យដើមឈើធំមែនន័យថាសេដ្ឋីហ្នឹងគឺបានបុត្រមែនពេលដែលសុំហើយណាសុំហើយបានបុត្រមែនបានម្នាក់ឈ្មោះថាដាក់ឈ្មោះថាម៉េចប៉ាលៈណាព្រោះកូននោះដោយសារដាក់ឈ្មោះថាប៉ាលៈហ្នឹងដោយសារអីមកហើយព្រោះអាស្រ័យដើមឈើធំណាព្រោះកូននឹងបានមកពីនៅក្នុងព្រៃ
ជាម្ចាស់នៃព្រៃដែលខ្លួនរក្សាកណាក្នុងកាលជាចំណែកដតីពេលទេគេមិនមែននិយាយពីចំណែកដតីចឹងទេក្នុងការជាចំណេកាលមកលោកសទ្ធិបានបុតម្នាក់ទៀតដាក់ឈ្មោះថាចលបាលណាដាក់ឈ្មោះបុតច្បងថាមហាបាលចឹងមានន័យថាកូន2នាក់ហ្នឹងមួយឈ្មោះចលបាលមួយឈ្មោះថាមហាបាលហ្នឹងហើយចឹងមិញហ្នឹងកូនហ្នឹងមុខគេប៉ាលក្ខហ្នឹងគេអត់ទាន់ដាក់ឈ្មោះទេដោយសារចលលក្ខហ្នឹងគឺតូចយល់ទេកូនតូចតែដល់ពេលប៉ាលក្ខហ្នឹងមិនដឹងថាដាក់ឈ្មោះរបៀបម៉េចឲ្យវាត្រូវមានតែដាក់មួយចលលក្ខមួយមហាចឹងទៅឲ្យវាចំណាំព្រោះដូចតែគ្នាអញ្ចឹងព្រោះសត្វកូនបានមកពីក្នុងព្រៃអញ្ចឹងដាក់ឈ្មោះមួយកូនទី1ដាក់ឈ្មោះមហាបាលកូនទី2ដាក់ឈ្មោះថាចលបាលលោកកុមារទាំងពីរអ្នកបានចម្រើនវ័យហើយមេដាបៃតាក៏គិតចងដោយចំណងគឺការគ្រប់គ្រងផ្ទះមិនឲ្យចងឲ្យនៅផ្ទះគ្រប់គ្រងផ្ទះបងណាមិនឲ្យគ្រប់គ្រងផ្ទះឲ្យនៅផ្ទះណាឲ្យរក្សានៅក្នុងផ្ទះទៅព្រោះណែ2នាក់ហ្នឹងគឺត្រូវតែគ្រប់គ្រងផ្ទះមិនចឹងហ៎ហ្នឹងហើយចលបាលនិងមហាបាលឡើងឯងក្នុងកាលជាចំណែកដតីមេដាបៃតាបានធ្វើកាលកិរិយាទៅស្លាប់ពួកញាតិក៏បើកសម្បត្តិទាំងអស់ប្រគល់ឲ្យដល់សេដ្ឋីបុត្រទាំង2នាក់ព្រះសាស្តាទ្រង់គង់មើលនៅទី3ព្រះសាស្តាទ្រង់គង់នៅក្នុងក្រុងសាវត្ថី25ព្រះវស្សាក៏ក្នុងសម័យនោះព្រះសាស្តាទ្រង់ប្រកាសព្រះធម្មចក្រណាដល់បវរឲ្យប្រព្រឹត្តទៅហើយស្ដេចយាងទៅកាន់ចរិតដោយលំដាប់ទ្រង់គង់នៅក្នុងវត្តចេតពុនមហាវិហារដែលអាណាតិបណ្ឌកសេដ្ឋីបរិច្ចាគទ្រព្យរាប់បាន45កោដសាងថ្វាយទ្រង់ទូមានមហាជនឲ្យតាំងនៅក្នុងផ្លូវសួននិងផ្លូវនិព្វានមានន័យថាមិញវិហារអីគេបងគង់នៅណាវត្តចេតពុនចឹងវត្តចេតពុនហ្នឹងព្រះអាណាតិបណ្ឌកសេដ្ឋីគឺជាអ្នកសាងថ្វាយអស់ទ្រព្យសម្បត្តិហ្នឹងគឺ45កោដណាសាងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធហើយទ្រង់ទូមានមហាជនឲ្យតាំងនៅក្នុងផ្លូវសួននិងផ្លូវនិព្វានហ្នឹងហើយអញ្ចឹងស្ដាប់បន្តទៀតតាំងហ្នឹងចង់មានន័យថាញ៉ាំងឲ្យជ្រះថ្លាណាបងឲ្យពួកមហាជនហ្នឹងឯងចូលរួមក្នុងការសាងថ្វាយវត្តថ្វាយចំពោះព្រះសម្មាសម្ពុទ្ធពិតណាស់ព្រះតថាគតទ្រង់នៅចាំវស្សាតែមួយវស្សាតែប៉ុណ្ណោះមិនន័យថាព្រះអង្គនៅចាំវស្សានៅក្នុងវត្តចេតពុននោះតែមួយវស្សាទេក្នុងនិក្រូធមហាវិហារអូនេះនិក្រូធធីរៀមឬក៏និក្រូធមហាវិហារហ្នឹងវិហារវត្តណាវត្តនិក្រូធណានិក្រូធមហាវិហារអញ្ចឹងមិនដែលវត្តហ្នឹងឈ្មោះថាវត្តនិក្រូធដែលព្រះញាតិវង្សខាងព្រះមេដា80000ត្រកូលខាងបិតា80000ត្រកូលរួមគ្នាជា16000ត្រកូលសាងថ្វាយចាំបានន័យថាការនោះចំនួនរបស់ពុទ្ធវង្សរបស់ព្រះពុទ្ធមែនន័យថាញាតិវង្សរបស់ព្រះអង្គឆ្លោះទាស់តែងគ្នាតែដល់ពេលហើយវត្តនិក្រូធធីរៀមហ្នឹងណាវត្តនិក្រូធហ្នឹងជាស្នាដៃរបស់ញាតិសងខាងញាតិទាំងពីរហ្នឹងញាតិវង្សទាំងពីរនាក់ហ្នឹងទាំងពីរវង្សហ្នឹងទាំង160,000អីណាមិញ160,000អីគេបង160,000តកូលយល់ទេច្រើនណាស់ដែលសាងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនៅទីកន្លែងនោះចំពាក់កណ្ដាលហ្នឹងបងបន្ទាប់ពីព្រះអង្គបានសម្របសម្រួលហើយណា
sang thoái sẽ đặt cung trăm phần sát được nông vật chết chết tạo vật là chết chết tạ vẹn nè mà ha bị hỉ đại na là bần cạn sẽ thấy phái sang phái đọc bốn vào một xã sẽ đặt cung trăm một xã được nông bọc bìa điểm đại niên vì xa khá mà và ha ở ba sẽ cá bò đi chạm tọt bàn mà phê một cầu sang phái của môi xa chắc mày đem vót mùi tiết vào ống mấy mấy bằng